ញោមស្វាយត្រីឆ្អើមួយមុខនឹងតើពុកម៉ែបងប្អូនដែលធ្លាប់បានសាក់ធ្វើញ៉ាំអត់ហើយញោមក៏ជាលើកទី1ដែរតបតែមានពេលបានធ្វើញោមត្រីឆ្អើនឹងញ៉ាំហើយក៏បានឆ្លៀតថតវីដេអូចែកជូនពុកម៉ែបងប្អូនទស្សនាទាំងអស់គ្នាដែរអញ្ចឹងណាហើយនេះគឺជាគ្រឿងផ្សំរបស់យើងស្រួលងាយគ្រឿងផ្សំយើងនឹងក៏តិចទេពុកម៉ែបងប្អូនហើយនិយាយរួមទៅមុខហ្នឹងហាឆាប់បានញ៉ាំអញ្ចឹងណាពុកម៉ែបងប្អូនជំហានដំបូងហ្នឹងគឺយើងយកត្រីឆ្អើហ្នឹងយកមកបេះហើយត្រីឆ្អើហ្នឹងគឺខ្ញុំយកទៅកម្ដៅវាសិនណាពុកម៉ែបងប្អូនដើម្បីវាស្រួយយើងងាយស្រួលក្នុងការយើងបេះធ្មង់ចាញ់ហើយនឹងបេះក្បាលវាចាញ់ណាពុកម៉ែបងប្អូនបើសិនជាពុកម៉ែបងប្អូនមានវិធីត្រីឆ្អើប្រភេទត្រីសត្រីអណ្ដែងអីក៏ពុកម៉ែបងប្អូនអាចញ៉ាំបានដូចតែគ្នាទេឲ្យតែត្រីឆ្អើអញ្ចឹងណាខ្ញុំថ្ងៃហ្នឹងគឺខ្ញុំញ៉ាំជាមួយនឹងត្រីឆ្អើត្រីកញ្ចុះព្រោះថាត្រីកញ្ចុះហ្នឹងទូចល្អអញ្ចឹងយើងកាត់តែក្បាលកាត់តែធ្មង់វាមកមួយម៉ាត់អែមខ្លាំងមែនទែននិយាយពីថាមួយមុខហ្នឹងយើងជួបជុំគ្នាពេលល្ងាចមកពីធ្វើការហត់អីអញ្ចឹងមានអតិចតិចអូនិយាយពីថាអែមខ្លាំងមែនទែនតែម្ដងណាហើយឥឡូវត្រីឆ្អើរបស់ខ្ញុំក៏បានបេះរួចហើយក៏ខ្ញុំចាប់ផ្ដើមមកឈូសស្វាយហ្នឹងពុកម៉ែបងប្អូនចង់ឈូសក៏បានចង់ចិត្តជាចំណិតទូចក៏បានដែរហ្នឹងអាស្រ័យលើពុកម៉ែបងប្អូនទេហើយឥឡូវស្វាយខ្ទឹមក្រហមត្រីឆ្អើគ្រឿងក្រូចរបស់ខ្ញុំក៏បានរៀបចំរួចរាល់អស់ហើយណាពុកម៉ែបងប្អូននិយាយរួមទៅមួយមុខនឹងងាយស្រួលខ្លាំងមែនទែនតែម្ដងធ្វើមិនបានដល់5នាទីឆាប់បានញ៉ាំទេណាពុកម៉ែបងប្អូនអើយនិយាយរួមទៅគឺស្រួលខ្លាំងមែនទែនហើយម្ទេសខ្ទឹមខ្ញុំដាក់ជាមួយនឹងស្ករអំបិលបន្តិចប៊ីចេងបន្តិចណាពុកម៉ែបងប្អូនខ្ញុំយកវាមកបុកឲ្យម៉ត់អញ្ចឹងយើងឆាប់លីគ្រឿងទៅវាត្រូវជាតិគ្នាអញ្ចឹងណាបើសិនជាពុកម៉ែបងប្អូនមិនចង់យកមកបុកជាមួយនឹងប៊ីចេងស្ករទេពុកម៉ែបងប្អូនអាចហាន់ជាចំណិតទូចក៏បានដែរប៉ុន្តែខ្ញុំចង់បុកឲ្យព្រោះថាវាឆាប់ចូលជាតិគ្នាល្អអញ្ចឹងណាហើយបើសិនការធ្វើវីដេអូនាងខ្ញុំមានការខុសឆ្គងកន្លែងណាសូមពុកម៉ែបងប្អូនអធិស្ឋានផងណាហើយនេះគ្រឿងរបស់យើងក៏បានបុកម៉ត់អស់ហើយយើងចាប់ផ្ដើមមកចាក់ជាមួយនឹងត្រីឆ្អើជាមួយនឹងស្វាយខ្ចីជាមួយនឹងខ្ទឹមក្រហមណាពុកម៉ែបងប្អូនហើយយើងក៏ចាក់ជាមួយនឹងអំបិលម្ទេសដែលយើងបុកមិញនឹងមកយើងក៏បន្ថែមជាមួយនឹងទឹកត្រីយើងដាក់2ស្លាបព្រាសិនហើយណាពុកម៉ែបងប្អូនដើម្បីកុំឲ្យវាប្រៃអញ្ចឹងតែប្រៃយើងពិបាកកែអញ្ចឹងហើយយើងដាក់វា2ស្លាបព្រាហើយក៏ខ្ញុំចាក់ជាមួយនឹងសណ្ដែកដីចូលហើយយើងចាប់ផ្ដើមមកញោមវាតិចមកណាពុកម៉ែបងប្អូនយើងញោមវាតិចដើម្បីវាចូលជាតិគ្រឿងសពគ្នាអស់ហើយក៏យើងចាប់ផ្ដើមមកដាក់ជាមួយនឹងជីឆ្អាបរបស់យើងនឹងមកនិយាយពីថាអូយពុកម៉ែបងប្អូនហើយនិយាយរួមទៅគឺតំណងខ្លាំងមែនតែម្ដងបើសិនមួយមុខនេះយើងបានញ៉ាំជាមួយនឹងស្ដៅទៀតអូនិយាយពីថាឆ្ងាញ់តែម្ដងណាពុកម៉ែបងប្អូននិយាយពីថាតំណងខ្លាំងមែនតែម្ដងហើយនេះញោមត្រីឆ្អើរបស់យើងគឺបានរួចរាល់អស់ហើយគឺយើងចាប់ផ្ដើមមករៀបចំរៀបដាក់ចានណាពុកម៉ែបងប្អូនអើយនិយាយពីថាអើយមើលតពណ៌សម្បុរនោះក៏មានអារម្មណ៍ថាស្រក់ទឹកមាត់ខ្លាំងមែនទែនកំពុងតែបញ្ចូលសលេងមានអារម្មណ៍ថាក្លៀនខ្លាំងទៀតហើយពុកម៉ែបងប្អូនអត់យកអារម្មណ៍ខ្លួនឯងសោះនិយាយពីថាក្លៀននឹងក្លៀនមិនចេះឈប់តែម្ដងណាមួយម៉ាត់ណាក៏តំណងដែរពុកម៉ែបងប្អូនអើយសាក់ធ្វើញ៉ាំទាំងអស់គ្នាទៅគឺមិនខកចិត្តតែម្ដងព្រោះថាឥឡូវចិត្តចូលឆ្នាំហើយអញ្ចឹងណាហើយឥឡូវវីដេអូនេះខ្ញុំសូមចាប់តែប៉ុណ្ណេះចាំជួបគ្នានៅវីដេអូក្រោយណាសូមអរគុណ